សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះថ្ងៃនេះចំណងជើងនៃអត្ថបទគឺការប្រៀបធៀបប្រាជ្ញានិងភាពលេីលីក្នុងជីវិតមនុស្សយើងតែងតែប្រឈមមុខនឹងជម្រើសផ្សេងដែលតាក់ទងនឹងការដើរតាមផ្លូវនៃប្រាជ្ញាឬក៏ភាពលេីលាផ្លូវជីវិតពីរយ៉ាងនេះខុសគ្នាស្រឡះខាងក្រោមនេះការប្រៀបធៀបអាចជួយឲ្យយើងយល់ដឹងពីផលវិបាកនៃការជ្រើសរើសផ្លូវនីមួយព្រះគម្ពីរបង្រៀនយើងថាអំពីប្រាជ្ញាការគោរពកោតខ្លាចព្រះម្ចាស់ជាប្រភពនៃប្រាជ្ញាការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែងបើអ្នកមានប្រាជ្ញាអ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯងបើអ្នកវីរខ្ពស់អ្នកនឹងទទួលផលវិបាកខ្លួនឯងព្រះគម្ពីរក៏បង្រៀនយើងថាអំពីមនុស្សលេលាផងដែរអ្នកណាស្ដីបន្ទោសមនុស្សវីរខ្ពស់អ្នកនោះនឹងត្រូវគេមើលងាយអ្នកណាស្ដីបន្ទោសមនុស្សពាលអ្នកនោះនឹងត្រូវគេជេរវិញកុំស្ដីបន្ទោសមនុស្សវីរខ្ពស់ក្រែងគេស្អប់អ្នកបើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញាគេនឹងស្រឡាញ់អ្នកសេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញាធ្វើឲ្យគេកាន់តែមានខាងក្រោមនេះជាការប្រៀបធៀបប្រាជ្ញានិងភាពលេីលីប្រាជ្ញានាំយើងដើរផ្លូវត្រង់និងផ្ដល់ការចេះដឹងនាំទៅរកការរស់នៅដោយសុភមង្គលភាពលេីលានាំយើងដើរផ្លូវខុសឆ្គងនាំទៅរកការវិនាសនិងសេចក្ដីស្លាប់ទង្វើរបស់ប្រាជ្ញាអញ្ជើញមនុស្សឲ្យចូលមកពិសាអាហាររៀបចំដោយយុត្តិធម៌ទង្វើរបស់ភាពលេីលាអញ្ជើញមនុស្សឲ្យពិសាទឹកនិងអាហារលួចលាក់ដែលគ្មានយុត្តិធម៌ផលនៃប្រាជ្ញាផ្ដល់ជីវិតនិងការរស់នៅដោយសុខសាន្តផលនៃភាពលេីលានាំទៅរកសេចក្ដីស្លាប់និងការវិនាសលក្ខណៈសម្គាល់នៃប្រាជ្ញាតំណាងឲ្យការគោរពព្រះនិងការរស់នៅដោយសុចរិតនិងស្រឡាញ់ការរៀនសូត្រនិងការប្រព្រឹត្តល្អលក្ខណៈសម្គាល់នៃភាពលេីលាតំណាងឲ្យការប្រព្រឹត្តខុសឆ្គងនិងការមិនគោរពច្បាប់និងស្រឡាញ់ការលេងល្បែងហ្គេមនិងការប្រព្រឹត្តខុសការយល់ដឹងពីភាពខុសគ្នារវាងប្រាជ្ញានិងភាពលេីលាមានសារប្រយោជន៍អាចជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវនិងរស់នៅដោយគោរពច្បាប់និងយុត្តិធម៌ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានប្រាជ្ញានិងជីវិតដ៏មានន័យប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ